អេស្អីហ្នឹងមនុស្សធ្លាក់ពីលើដើមឈើមែនទេលោកនិយាយមិនប៉ាត់ឥឡូវឃើញដែរទេមានដែរតែឈ្នះសម្បត្តិអីខ្ញុំធ្លាក់ពីលើដើមឈើសង្កត់លោកហើយតើឃើញដែរទេធ្វើតាមសន្យាឬក៏ចង់រៀបការជាមួយខ្ញុំនិយាយត្រង់មកខ្ញុំអាចទេចិត្តនាងដឹងថានាងពេញចិត្តជាមួយខ្ញុំប្រយ័ត្នលងទឹកមាត់ខ្លួនឯងស្លាប់ទៅឲ្យតែប្រកាយព្រុសបែបនេះនាងជាប្រពន្ធរបស់និមិត្តតើមែនដែរទេចាគឺជាខ្ញុំតើមានរឿងអីជាមួយខ្ញុំមែនទេខ្ញុំជាសង្សាររបស់គាត់តែពួកយើងបានបែកគ្នាហើយក៏ព្រោះតែគាត់បានរៀបការជាមួយនាងរឿងប្រពន្ធដែលត្រូវរៀបការនៅលើដើមត្របែកកញ្ញាមួយរូបកំពុងតែទំពាផ្លែត្របែកនៅលើដើមនោះតែក៏មានអ្នកមកនិយាយទូរស័ព្ទនៅក្រោមដើមត្របែកនេះបណ្ដាលឲ្យនាងដែលនៅលើដើមនេះបានស្ដាប់ឮទាំងអស់តែម្ដងបងប្រាប់ហើយថាគេនោះគឺជាមិត្តមិនត្រូវជាអ្វីនឹងបងទេអូនដាច់ខាតគឺត្រូវតែជឿជាក់លើបងណាបងមិនបាននិយាយកុហកអូនទេបងមានអូនហើយតើបងត្រូវខ្វល់ពីអ្នកដតីធ្វើអីទៀតបងមានអូនជាសង្សារយ៉ាងស្រស់ស្អាតទៅហើយបងគ្មានផ្លូវទៅតាក់ទងជាមួយនឹងអ្នកផ្សេងទេបានបងនិយាយការពិនបងអាចបញ្ជាក់ពីចិត្តស្មោះរបស់បងបានតើបើសិនជាបងកុហកអូនសុំឲ្យមេឃឈើបាក់សង្កត់បងចុះនិយាយមិនតាន់ផុតពីមាត់ផងអ្នកដែលនៅលើដើមឈើក៏បានធ្លាក់សង្កត់មកលើនិមិត្តភ្លាមអេស្អីហ្នឹងមនុស្សធ្លាក់ពីលើដើមឈើមែនទេលោកនិយាយមិនប៉ាត់ឥឡូវឃើញដែរទេមានដែរតែឈ្នះសម្បត្តិអីខ្ញុំធ្លាក់ពីលើដើមឈើសង្កត់លោកហើយតើឃើញដែរទេហើយនាងឡើងទៅលើនឹងតាំងពីអង្កលខ្ញុំមិនដឹងតលទៅសោះខ្ញុំនៅលើនេះយូរហើយតាំងតែពីលោកមិនតាន់មកនិយាយទូរស័ព្ទម្លេះមនុស្សអីនាំសយខ្ញុំមិននៅជាមួយទៀតទេលាសិនហើយថាចាប់ហើយនាងក៏បានប្រញាប់ចាក់ចេញទៅតែម្ដងឈឺខ្លួនឲ្យតលទៅបានខ្ញុំមកជួបប៉ះកញ្ញាម្នាក់នេះរីម៉ាអង្គុយលើជណ្ដើរខណៈដែលមីងរបស់នាងក៏បានស្រែកមកផ្លេសកុំអង្គុយនៅជណ្ដើរអញ្ចឹងប្រយ័ត្នអត់ប្តីចាស់ពីដើមមិនឲ្យអង្គុយបែបនេះទេគ្រាន់តែអង្គុយបែបនឹងសោះក៏អត់ប្តីដែរខ្ញុំមិនជឿថាអត់ប្តីទេទោះជាអ្វីមកបញ្ជាក់ទៀតក៏ខ្ញុំមិនជឿដែរមនុស្សចាស់ប្រាប់មិនដែរស្ដាប់តែបន្តិចទៀតឯងនឹងបានយល់ហើយពីអីដែលមីងបានប្រាប់ឯងនោះអើយណែទៅតែមកពីណាមីងរោមមួយថ្ងៃហើយខ្ញុំទៅបេះផ្លែតបែកហូបមីងរកខ្ញុំមានការអីទៅក្មួយឯងស្លន់តិចទៅថ្ងៃនេះមានភ្ញៀវពីរបីនាក់មកលេងផ្ទះហើយពួកគេបាយនៅនឹងក្មួយស្លឲ្យឆ្ងាញ់តិចទៅមីងទុកចិត្តលើស្នាដៃក្មួយហើយណាចាខ្ញុំនឹងធ្វើម្ហូបទទួលភ្ញៀវមីងរៀបចំកន្លែងសម្រាប់ទទួលភ្ញៀវចាក្មួយល្អរបស់មីងរីម៉ាចូលទៅដល់ក្នុងផ្ទះបាយរៀបចំម្ហូបតែម្ដងរីឯមីងជីមរៀបចំកន្លែងទទួលភ្ញៀវរសៀលថ្ងៃជ្រេរីម៉ារៀបចំម្ហូបដាក់នៅលើពេញតុខណៈនោះភ្ញៀវដែលបាននិយាយក៏បានមកដល់ដូចគ្នាអូលបងអ្នកបងចូលមកខាងក្នុងមកក្មួយប្រុសចូលមកក្នុងមកណានៅតុបាយមីអូនណាមកទទួលភ្ញៀវមកក្មួយជម្រាបសួរពូមីងគាត់ម្នាក់នេះជាភ្ញៀវរបស់យើងដែរទេមីងនីមិតក៏ស្រាប់តែតបឡើងផ្លេសបើមកហ្នឹងបានន័យតែខ្ញុំជាភ្ញៀវហើយសួរដូចឆោតកូនប្រុសសំដីប្រយ័ត្នបន្តិចផងទៅពេលនិយាយជាមួយមនុស្សស្រីកូនមិនគួរនិយាយបែបហ្នឹងទេមីអូនពូសុំទោសជំនួសកូនពូផងណាដែលនិយាយស្ដីបែបនេះដាក់ក្មួយមិនអីទេពូខ្ញុំមិនប្រកាន់ទេណែទាំងអស់នេះសុទ្ធតែជាម្ហូបដែលក្មួយធ្វើមែនទេមើលចោះតំណងដល់ហើយក្មួយស្រីពិតជាពូកែធ្វើម្ហូបមែនក្មួយស្រីខ្ញុំមកធ្លាប់ធ្វើជាចុងភៅនៅភោជនីយដ្ឋានល្បីមួយតែដោយសារតែអ្នកធ្វើការនៅទីនោះចេះតែបកករឿងឲ្យឈឺក្បាលពេកក្មួយខ្ញុំមកក៏ឈប់ធ្វើទៅអើយស្ដាយសមត្ថភាពក្មួយណាស់ចោះពេលនេះតើនឹងធ្វើអីវិញនោះខ្ញុំលើកនំបញ្ចុកពេលព្រឹកណាមិញតែមួយសន្ទុះទេគឺអស់រលីងតែម្ដងអួតសម្បើមណាកូនប្រុសឈប់ខ្ជាក់សម្ដីរបស់កូនបែបហ្នឹងទៀតទៅនិយាយពេលណាក៏ចេះតែមិនត្រូវដែរកូនឯងបិទមាត់នៅស្ងៀមក៏គេមិនថាកូនឯងនឹងក៏ដែរកុំនិយាយអ្វីដែលធ្វើឲ្យប៉ះពាល់អារម្មណ៍អ្នកដទៃបើគេស្ដាប់ហើយគេមិនសប្បាយចិត្តទេណាយើងជាអ្នកនិយាយនឹងក៏មិនស្រួលដែរគឺបាបណាកូនបាទខ្ញុំមិននិយាយអីទៀតទេមិនអីទេលោកបងគ្រប់គ្នាអង្គុយចោះហើយពិសាអាហារទៅណែអង្គុយមកណាក្មួយស្រីមិញនឹងពូមានរឿងជាច្រើនចង់និយាយជាមួយក្មួយណាតាំងពីឪពុកម្ដាយក្មួយស្លាប់ទៅគឺរស់នៅជាមួយមីងក្មួយហើយពុកម៉ែក្មួយបានបន្សល់សន្យាជាមួយពួកយើងថាពេលកូនធំនឹងរៀបការឲ្យពួកគេពេលនេះពូមកតាមសន្យាហើយរៀបការជាមួយនាងស្លាប់ប្រេះដើមទ្រូងខ្ញុំមិនខានទេ
នាងជាមេស្វាមិនមែនជាមនុស្សទេនាងធ្លាក់ពីលើដើមឈើសង្កត់មកលើខ្ញុំថ្ងៃមិញនេះហើយពេលនេះប៉ានិយាយតែចង់ឲ្យខ្ញុំរៀបការជាមួយនាងព្រោះតែពាក្យសន្យាទាំងនោះវាដូចជាមិនសមតែដឹងអីប៉ាយើងជាឪឯងមិនមែនជាឪយើងទេយើងនិយាយអីទៅឯងត្រូវតែស្ដាប់យើងនៅក្នុងនាមយើងជាឪពុកម្នាក់ដែលចិញ្ចឹមបីបាច់ឯងតាំងតែពីតូចមកប៉ុន្តែខ្ញុំអត់មានចិត្តលើនាងផងហ្នឹងទោះបីជាយ៉ាងណាក៏ពួកយើងត្រូវតែរៀបការមិនអាចបំផ្លាញសន្យាទាំងនោះបានទេគឺប្រកែកមិនបានយល់ដែរទេកូនប្រុសខ្ញុំក៏និយាយស្អីអ្វីមិនបានដែរព្រោះបងខ្ញុំមកបាននិយាយប្រាប់ខ្ញុំពីរឿងនេះដាច់ខាតត្រូវតែឲ្យពួកគេទាំងពីររៀបការជាមួយគ្នាពុកម៉ែធ្វើអីសុទ្ធតែមានហេតុផលខ្ញុំព្រមរៀបការចាស់ព្រោះជឿជាក់លើអ្វីដែលពុកម៉ែបន្សល់ទុកធ្វើតាមសន្យាឬក៏ចង់រៀបការជាមួយខ្ញុំនិយាយត្រង់មកខ្ញុំអាចទេចិត្តនាងដឹងថានាងពេញចិត្តជាមួយខ្ញុំប្រយ័ត្នលងទឹកមាត់ខ្លួនឯងស្លាប់ទៅឲ្យតែប្រកែកព្រុសបែបនេះប៉ាម៉ាក់ស្ដាប់លឺអន់សម្ដីកូនប្រសាពុកម៉ែគឺបែបនេះតែម្ដងប៉ារកតើបែបហ្នឹងរៀបចំការតែម្ដងទៅមិនចង់ឲ្យខាតពេលយូរទៀតនោះទេអូចាដន្លងធ្វើបែបនេះក៏ល្អម្យ៉ាងដែរកាន់តែឆាប់ការនិងកាន់តែឆាប់បានចៅពោដូចគ្នាបន្ទាប់ពីរៀបការរួចរីម៉ាបានឡើងមកទីក្រុងមករស់នៅផ្ទះខាងប្តីនាងចូលទៅក្នុងបន្ទប់ប្តីហើយក៏បានបោះវ៉ាលីចោលព្រុសតែម្ដងបោះបោកស្អីមានអីនៅក្នុងចិត្តឆាប់និយាយមកកុំប្រើកំហឹងព្រោះថាខ្ញុំមិនដឹងអីទេមនុស្សនៅទល់មុខគ្នាសោះខឹងអីនិយាយគ្នាបានតើកុំយកកំហឹងដាក់មុខនោះខ្ញុំមិនចង់ដេកលើក្រែជាមួយលោកទេលោកមិនស្មោះត្រង់ជាមួយសង្សារផងចុះទម្រាំតែខ្ញុំជាប្រពន្ធរបស់លោកទៀតនោះតែរកកន្លែងណាដែលស្មោះខែងទៅបារម្ភពីរឿងនេះមែនទេខ្ញុំដូចជាមិនគិតថាជារឿងដែលគួរឲ្យព្រួយចិត្តអីផងហ្នឹងសង្សារផ្សេងប្រពន្ធផ្សឹងឃើញដែរអត់ថាវាជារឿងពីរផ្សេងគ្នាខ្ញុំមិនយកមកលាយឡំទេដូចកាន់តែហួសហេតុហើយខ្ញុំមិនចង់មានប្តីតែត្រូវប្តីមានសង្សារអញ្ចឹងទេត្រូវតែចាត់ការរឿងនេះចេញណាបើចង់មានប្រពន្ធត្រូវបែកពីសង្សារតែបើចង់មានសង្សារនោះត្រូវលែងគ្នាជាមួយប្រពន្ធអត់ចូលចិត្តប្រើអ្វីដែលអ្នកផ្សេងមកហួងហែងថាជាកម្មសិទ្ធិដែរនោះទេបានខ្ញុំនឹងសុំបែកពីគេកុំខ្វល់ច្រើនពេកមើលដេកយកកម្លាំងវិញខ្ញុំមិនចង់ឆ្លោះជាមួយអ្នកណាទេជាពិសេសគឺប្រពន្ធដែលទទួលបានក្តីស្រឡាញ់ពីឪពុកម្ដាយក្មេកច្រើនជាងកូនបង្កើតខ្ញុំនឹងត្រូវគាត់ទាំងពីរដេញចេញពីផ្ទះបើធ្វើឲ្យប្រពន្ធដូចជានាងអន់ចិនបើដឹងខ្លួនល្អហើយខ្ញុំងត់ទឹកដីហើយណាមិនចង់ស្ដាប់អ្នកខ្លះព្រុសទេថាហើយនាងក៏បានចូលទៅក្នុងបន្ទប់ដើម្បីងូតទឹកតែម្ដងបើមិនមែនជាប្រពន្ធដែលប៉ាម៉ាក់ខ្ញុំបង្ខំឲ្យខ្ញុំរៀបការទេខ្ញុំក៏មិនទ្រាំដែរដើម្បីខ្ញុំមានអាយុវែងគឺត្រូវតែទ្រាំនាងម៉ោង3ទៀបភ្លឺសំឡេងទូរស័ព្ទរបស់និមិត្តបានរឡើងខណៈនោះនិមិត្តចុចទូរស័ព្ទទទួលភ្លាមអាឡូថ្មនេះខ្ញុំកំពុងតែដេកហើយទេមករកអីបងអាចមកជួបខ្ញុំបន្តិចបានទេខ្ញុំចង់ជួបមុខបងណាយើងខានជួបគ្នាមួយរយៈហើយបងមិនដឹងខ្ញុំទេខ្ញុំរៀបការរួចហើយខ្ញុំមិនអាចចេញទៅក្រៅជួបនរណាផ្ដេសផ្ដាស់ដោយមិនមានការអនុញ្ញាតពីប្រពន្ធខ្ញុំនោះទេខ្ញុំបិទទូរស័ព្ទហើយថាហើយគេក៏បានបិទទូរស័ព្ទដេកយកតែម្ដងនាពេលព្រឹកឡើងអាហារពេលព្រឹករៀបចំនៅលើតុឪពុកម្ដាយក្មេកសរសើរមិនដាច់ពីមាត់ទេដែលមានកូនប្រសាបែបនេះជាតិមុនធ្វើបន់អ្វីទៅជាតិនេះបានកូនប្រសាប៉កែធ្វើមហូបបែបនេះនោះកូនប្រសាយើងម្នាក់នេះមិនធ្វើឲ្យយើងខកចិត្តទេណាម៉ាក់វាឯងមើលចុះមហូបសុទ្ធតែឆ្ងាញ់ចំណេញលើចំណេញហើយប៉ាម៉ាក់ខ្ញុំទៅធ្វើការសិនហើយថ្ងៃនេះមានការប្រជុំរីម៉ាថ្ងៃនេះបើចង់ចេញទៅក្រៅចាំខ្ញុំមកទទួលណាខ្ញុំទំនេរចាប់ពីថ្ងៃត្រង់ទៅលោកទៅធ្វើការចាស់ខ្ញុំដឹងថាត្រូវធ្វើបែបណាហើយខ្ញុំទៅសិនហើយអញ្ចឹងថាហើយគេក៏បានចាក់ចេញទៅតែម្ដងបើចង់ទៅណានោះកូនប្រាប់ម៉ាក់ណាចាំម៉ាក់រៀបចំឲ្យកូនបានចេញទៅក្រៅដោយសុវត្ថិភាពចាំម៉ាក់និមិត្តបន្ទាប់ពីប្រជុំចប់គ្រប់គ្នាបានចេញពីក្នុងបន្ទប់ប្រជុំនេះអស់លេខារបស់គេក៏បានគោះទ្វារព្រមទាំងបានចូលមកខាងក្នុងលោកប្រធានមានអ្នកមកសុំជួបឲ្យគេចូលមកចាលោកប្រធានលេខារបស់គេបានចេញទៅក្រៅបានមួយសន្ទុះក៏មានអ្នកចូលមកខាងក្នុងនេះផ្លេរឿងការពីយប់មិញនោះតើបងកំពុងតែនិយាយពីអីឲ្យប្រកាសទៅខ្ញុំមិនយល់ថាបងកំពុងតែធ្វើអីនោះទេបងនិយាយថាបងមានប្រពន្ធតើនោះជាការពិតឬមួយក៏ជាការកុហករបស់បងនោះបងនិយាយនោះគឺជាការពិតបងមានប្រពន្ធរួចហើយយើងចាប់គ្នាត្រឹមនេះចុះបងមិនចង់ធ្វើឲ្យប្រពន្ធបងត្រូវពិបាកចិត្តព្រោះតែបងទេ
រឿងទាំងអស់នេះគឺជាកំហុសរបស់បងបន្ទោសបងបានកុំបន្ទោសអ្នកណាអី ចុះខ្ញុំវិញនោះខ្ញុំមិនចេះពិបាកចិត្តទេចេះពិបាកចិត្តតែប្រពន្ធបងទេមែនទេបើបងមានប្រពន្ធហើយនោះមិនក៏យើងតាក់ទងគ្នាជាសង្សារអញ្ចឹង រឿងនេះគឺជារឿងដែលបងក៏មិនចង់ឲ្យកើតឡើងដែរបងទៅស្រុកខាងតាយាយបងដើម្បីទៅរៀបការដែលអូនឃើញមិនទាន់មកប្រហែលខែនេះគឺព្រោះតែបែបនោះពេលបងមកវិញគិតថាបងនឹងសុំបែកពីអូនតែពេលនេះអូនមករកបងដើម្បីនិយាយអំពីរឿងនេះអញ្ចឹងយើងគួរតែជំរះគ្នាឲ្យដាច់ស្រឡះទៅក្នុងនាមគេជាប្រពន្ធម្នាក់ដែលមិនដឹងអ្វីទាល់តែសោះបងមិនចង់ឲ្យអូនបន្ទោសប្រពន្ធបងទេអូនទម្លាក់កំហុសទាំងអស់មកលើបងមកបងជាអ្នកទទួលខុសត្រូវ ល្អណាស់បងជាអ្នកទទួលខុសមនុស្សចិត្តអាប្រៃប៉ិតជាសោកស្ដាយណាស់ដែលចំណាយពេលលើមនុស្សបែបនេះនិយាយចាប់ហើយនាងក៏បានចាក់ចេញទៅ បងមិនអាចលេងលះជាមួយប្រពន្ធដើម្បីសង្សារទេព្រោះបងមិនចង់ធ្វើឲ្យឪពុកម្ដាយបងត្រូវខកចិត្តមកលើបងម្ដងហើយម្ដងទៀត រីម៉ាចូលទៅក្នុងផ្សារទំនើបទិញអីវ៉ាន់នាងកំពុងតែពិនិត្យត្រីសាច់ដែលត្រូវទិញសម្រាប់ធ្វើម្ហូបព្រមទាំងយកបង្គាមកហិតទៀតផងអ្នកដែលដើរកាត់បែរជាសាយចំអកនាងទៅវិញមើលចាស់នាងកំពុងតែហិតអីហ្នឹងដូចជាអ្នកស្រែចូលក្រុងអញ្ចឹងធ្វើមិនតំណងមើលសោះយើងគិតថានាងទៅតែចូលក្រុងលើកទី1មិនដែលបានស្គាល់បង្គាទេមើលទៅនោះបដ ாய் នាងទៅមិនបាច់ទៅខ្វល់ជាមួយនាងឡើយ និយាយហើយពួកគេក៏បានដើរចេញទៅរំពេចនោះម្ដាយក្មេកក៏បានមករកកូនប្រសែយ៉ាងម៉េចហើយកូនរើសបានរបស់ដែលត្រូវចិត្តហើយនៅចាត្រូវចិត្តហើយម៉ាក់បង្គាមិនស្អីតែតែយកមកស្រស់ស្រស់ធ្វើម្ហូបទៅគឺមានរសជាតិឆ្ងាញ់ណាស់ជាងបង្គាដែលຕົកយូរអីយ៉ាអ្វីដែលកូនប្រសាម៉ាក់ថាល្អនោះម៉ាក់ជឿតាមទាំងអស់ណាណែយើងទៅកាត់លុយទៅណាកូនចាំម៉ាក់ ម្ដាយក្មេកនិងកូនប្រសាបន្ទាប់ពីដើរផ្សាររួចក៏បានត្រឡប់មកដល់ផ្ទះវិញស្នាដៃកូនធ្វើម្ហូបឆ្ងាញ់បែបនេះណាកូនគិតថាចង់បើកហាងតូចមួយសម្រាប់បន្តក្តីសម័យរបស់កូនដែរទេប៉ិតជាចង់ខ្លាំងណាស់ម៉ែតែពេលនេះខ្ញុំសូមបំពេញតួនាទីជាកូនប្រសាល្អរបស់ម៉ាក់សិននិងបំពេញក្តីសម័យនោះតាមក្រោយណាក្តីសម័យកូនប្រសាម៉ាក់ក៏ដូចជាក្តីសម័យឲ្យម៉ាក់ដែរចង់ធ្វើអីក៏បានណាម៉ាក់គាំទ្រជានិច្ចចេះ អរគុណណាស់ម៉ាក់និមិត្តចេញពីធ្វើការបំរុងទៅផ្ទះតែមិត្តភ័ក្តិរបស់គេបានទេហៅមុនគេក៏បានទៅជួបមិត្តភ័ក្តិនៅកន្លែងចាស់ដែលធ្លាប់តែជួបជុំគ្នា ណែលើថាឯងរៀបការរួចហើយហ៎ឯងអត់មានប្រាប់មិត្តភ័ក្តិសោះឯងគួរតែណែនាំប្រពន្ធឯងឲ្យយើងបានស្គាល់ផងថ្ងៃណាមួយយើងនឹងណែនាំប្រពន្ធយើងឲ្យបានស្គាល់ហើយតែមិនមែនពេលនេះទេនាងអាចជាមិនទាន់ត្រៀមខ្លួននឹងជួបនរណានោះទេយើងរងចាំបានតាមិនអីទេ ចុះសង្សារឯងគិតមិនដែរសុកឯងរៀបការចោលគេអញ្ចឹងតើគេនឹងខូចចិត្តប៉ុណ្ណាទៅវិញរឿងនេះយើងដោះស្រាយរួចអស់ហើយនាងយល់អំពីរឿងនេះតែវាជាកំហុសរបស់យើងទាំងអស់ដែលយើងបានបង្កឡើងមនុស្សស្រីទាំងពីរនាក់នេះគឺមិនខុសសំបីតែបន្តិចយើងតាមគ្រួសាររៀបការជាមួយប្រពន្ធយើងដោយបែកគ្នាជាមួយសង្សារតែមើលទៅប្រហែលជាយើងនឹងសង្សារយើងមិនមែនជាគូព្រេងនឹងគ្នាទេ ទើបព្រំលិខិតកំណត់មកបែបនេះខ្ញុំមិនអាចក្បត់ចិត្តប្រពន្ធដែលរៀបការពេញច្បាប់បានទេឯងធ្វើអញ្ចឹងត្រូវហើយដែលដោះស្រាយរឿងនេះមុនអ្វីមិនទាន់រីករាលដាលធំបញ្ចប់វាឲ្យអស់ក៏ល្អដែរយើងគិតច្បាស់ហើយសង្ឃឹមថាជីវិតដែលយើងជ្រើសរើសនេះនឹងមានតែរឿងកប់ប្រសើរបន្តដំណើរទៅមុខជាមួយយើងជារៀងរហូតរឿងនេះវាអាស្រ័យទៅលើប្តីប្រពន្ធឯងតែចេះយោគយល់គ្នាបានកម្រិតណា ពឹងតែម្ខាងកើតទេណានៅក្នុងការឈ្មោះដំណើរទៅមុខជាគូជីវិតគឺត្រូវតែពឹងពាក់គ្នាទៅវិញទៅមកព្រោះនោះជាជីវិតប្តីប្រពន្ធអរគុណហើយណាដែលបានណែនាំយើងជាមិត្តភក្តិនឹងគ្នាមានរឿងអីយើងត្រូវតែពិភាក្សាគ្នាអញ្ចឹងហើយ និមិត្តបំបែកគ្នាជាមួយមិត្តភ័ក្តិគេបានមកដល់ផ្ទះវិញខណៈដែលគេចូលទៅដល់ក្នុងបន្ទប់រីម៉ាកំពុងតែមើលរឿងនៅក្នុង iPad របស់នាង មាននារីម្នាក់មករករីម៉ាដល់ផ្ទះដោយបានចោទសួរឡើងនាងជាប្រពន្ធរបស់និមិត្តតើមែនដែរទេចាគឺជាខ្ញុំតើមានរឿងអីជាមួយខ្ញុំមែនទេខ្ញុំជាសង្សាររបស់គាត់តែពួកយើងបានបែកគ្នាហើយក៏ព្រោះតែគាត់បានរៀបការជាមួយនាងហើយគាត់ចង់បំពេញតួនាទីជាប្តីល្អដល់នាងខ្ញុំមិនដឹងឡើយថាគាត់មានប្រពន្ធហើយរៀបការលឿនយ៉ាងនេះពួកយើងរៀបការជាមួយគ្នាដោយមិនបានព្រៀងទុកទេនាងមកនេះក្នុងគោលបំណងអីទេនាងអាចនិយាយបានខ្ញុំមិនខឹងជាមួយគោលបំណងនាងនោះទេខ្ញុំគ្មានគោលបំណងបំបែកបំបាក់នាងឡើយគ្រាន់តែមកជូនពរនាង
ព្រោះនាងមកក្រោយតែមានឈ្មោះជាប្រពន្ធពេញច្បាប់ខ្ញុំគ្រាន់តែស្ងប់ស្ងាយនាងព្រោះនោះគឺជាបំណងដែលខ្ញុំចង់បានយូរហើយតែនាងបានតំណែងនោះដោយមិនបាច់ប្រឹងខ្ញុំរីករាយចំពោះអាពាហ៍ពិពាហ៍នេះផងណានិយាយចប់ហើយនាងក៏បានចាក់ចេញទៅខ្ញុំកំពុងតែធ្វើបាបចិត្តនារីម្នាក់ដែលគ្មានកំហុសនោះហើយមែនទេនាពេលយប់ចេឡាមិនបានខូចចិត្តចូលក្លឹបឡើយតែនាងបែរជាសមាធិរងាប់អារម្មណ៍ខណៈដែលសម្បត្តិក៏បានមកអើតនាងជាការសួរសុខទុក្ខនាងផងដែរអេជាឡានតើពេលនេះនាងមិនអីទេហ៎ខ្ញុំមិនអីទេខ្ញុំបានទទួលចម្លើយហើយប្រពន្ធរបស់គាត់គឺជាមនុស្សស្រីល្អអាចមើលថែគាត់បានយ៉ាងល្អខ្ញុំមិនបន្ទោសគាត់ទេនេះគឺជារឿងដែលពួកយើងស្មានមិនដល់បដ ாய் ឲ្យវាចាប់ទៅតាមពេលវេលាចោះខ្ញុំមិនខឹងស្អប់លើអ្នកណាទេការខឹងគុំគួនគឺជារឿងដែលខ្ញុំគួរតែដាក់ចោលព្រោះបើខ្ញុំខឹងស្អប់គេនោះគឺខ្ញុំជាអ្នកដែលរងទុក្ខមិនមែនជាគេនោះទេអញ្ចឹងហើយនោះខ្ញុំសម្រេចចិត្តថាលើកលែងទោសព្រោះការលើកលែងទោសនោះគឺជាការដោះលែងឲ្យរឿងទាំងអស់រស័តអណ្ដែតដូចហូរតាមទឹកអូនគិតបែបនេះគឺត្រឹមត្រូវហើយមិនគួរយកចិត្តដែលជ្រះស្រឡះរបស់យើងទៅគុំគួនជាមួយអ្នកណាទេយើងខឹងគុំយើងបៀមទុកនៅក្នុងខ្លួនយើងគួរតែប្រឡែងហើយបើកឱកាសឲ្យខ្លួនឯងបានជួបអ្វីដែលថ្មីនិងល្អជាងមុនប្រកបណាស់និមិត្តដែលមកដល់ផ្ទះវិញគេក៏ត្រូវប្រពន្ធសួរនាំផ្លេតរៀបការជាមួយខ្ញុំគឺជារឿងដែលបង្ខំចិត្តបង្ខំគ្រប់យ៉ាងមែនទេខ្ញុំគិតថាលោកគួរតែវិលត្រឡប់ទៅរកនាងវិញចាស់ខ្ញុំមិនចង់ធ្វើបាបចិត្តមនុស្សស្រីដូចគ្នាឡើយខ្ញុំខុសដែលព្រមរៀបការជាមួយលោកនោះកំពុងតែនិយាយពីរឿងអីហ្នឹងនាងមិនខុសទេដែលរៀបការជាមួយខ្ញុំនោះបើចង់បន្ទោសគឺបន្ទោសមកលើខ្ញុំកុំបន្ទោសខ្លួនឯងអីខ្ញុំបានដោះស្រាយរឿងនេះជ្រះស្រឡះជាមួយគេហើយនាងអាចសម្រួលអារម្មណ៍ហើយស្ដាប់ខ្ញុំបកស្រាយកំចាត់ក្តៅអីបានទេនាងគួរតែរៀនយល់ពីហេតុផលមិនមែនចេះតែគិតពីអ្នកនេះអ្នកនោះតែមិនគិតពីខ្ញុំនោះទេអាចផ្ដល់ហេតុផលឲ្យគ្នាបានឬក៏អត់តែគេម្នាក់នោះកំពុងតែពេញស្រឡាញ់សុកមានអ្នកផ្សេងមកឆក់ពីទ្រង់ទៅតែអារម្មណ៍មួយនោះវាខ្លាចផ្សាកម្រិតណាស់នោះខ្ញុំបានដោះស្រាយរួចអស់ហើយគេក៏បានយល់ហើយខ្ញុំក៏សង្ឃឹមថានាងនឹងអាចយល់ពីខ្ញុំបានដូចគ្នាកុំរឹងរូសជាមួយខ្ញុំអីណាបំពេញក្តីសម័យរបស់នាងទៅខ្ញុំនៅពីក្រោយជួយជ្រោមជ្រែងនាងជាមួយនឹងប៉ាម៉ាក់ធ្វើដើម្បីខ្លួនឯងទៅតើបានដែរទេបានខ្ញុំនឹងធ្វើឲ្យក្តីសម័យរបស់ខ្ញុំខ្លាចជាក្តីសម័យមួយដែលខ្ញុំមិនអាចបំភ្លេចបានពិតជាល្អខ្លាំងណាស់ទាល់តែបែបនេះទើបស័ក្តិសមជាប្រពន្ធរបស់ខ្ញុំឈប់និយាយច្រើនទៅមិនចង់ស្ដាប់ទេប្តីឈប់និយាយច្រើនហើយអញ្ចឹងហ៎ការបើកលក់អាហារនៅតូបតូចមួយក្បែរផ្ទះនេះនាសប្តាហ៍ដំបូងមិនសូវជាមានមនុស្សឡើយរីម៉ាកំពុងតែចុចទូរស័ព្ទតែខណៈនោះមានមនុស្សមួយក្រុមបានសម្ដៅមកទីនេះព្រមទាំងបានបន្លឺឡើងចែមានអីលក់ខ្លះហ្នឹងលើកម្ហូបទាំងអស់ហ្នឹងមកពួកខ្ញុំឃ្លានណាស់ឡានខូចធ្វើតម្រាំទៅហើយចំណាយកម្លាំងអស់ច្រើនត្រូវការហូបច្រើនដើម្បីប៉ះពៅវិញចាសុំចាំមួយផ្លេតណាខ្ញុំនឹងធ្វើគ្រប់មុខដែលមាននៅក្នុងបញ្ជីម្ហូបនេះបាទពួកខ្ញុំចាំរីម៉ាបានធ្វើម្ហូប3មុខដាក់លើតុព្រមទាំងបន្លឺឡើងខ្ញុំតបតែបើកលក់ដំបងម្ហូបគឺមានតែ3មុខនេះទេពិសាឲ្យឆ្ងាញ់ចុះណាបើមានការអីនោះអាចហៅខ្ញុំបានបាទតកែស្រីថាហើយពួកគេក៏បានចាប់ផ្ដើមញ៉ាំអាហាររបស់ពួកគេព្រមទាំងថែមបាយជាច្រើនផងដែរម្ហូបនៅទីនេះឆ្ងាញ់ណាស់តូបតែបើកមិនចម្លែកទេដែលមិនសូវមានមនុស្សស្គាល់ឯងនិយាយត្រូវហើយតកែស្រីប្រាប់ថាទឹមបើកមិនសូវមានមនុស្សទេយើងហូបឆ្ងាញ់តើយើងគួរតែផ្សព្វផ្សាយហើយឯងនិយាយត្រូវការឃើញអ្នកដែលមានទេពកោសល្យទទួលបានអ្វីដែលគេត្រូវបាននោះទៅជារឿងដែលត្រឹមត្រូវមិនមានទេពកោសល្យហើយត្រូវលាក់ទុកហើយមិនទទួលបានអ្វីសោះនោះទេតកែស្រីគិតលុយតើអស់ប្រមាណដែរទាំងអស់នេះគឺអស់ 20,000 រៀលតែពួកយើងថែមបាយច្រើនដងតើតកែស្រីមិនគិតលុយទេហ៎ខ្ញុំគិតរួចរាល់ហើយខ្ញុំលោកមិនចង់យកចំណេញច្រើនលើសពីកម្លាំងនិងតម្លៃវត្ថុធាតុដើមទេម្យ៉ាងទៀតខ្ញុំគ្រាន់តែសង្ឃឹមថាអ្នកដែលមិនសូវមានថវិកានោះក៏អាចញ៉ាំអាហារទាំងអស់នេះបានដូចគ្នាតកែស្រីពិតជាល្អណាស់ហោះនេះប្រាក់ពួកខ្ញុំទៅវិញហើយថ្ងៃក្រោយចេញមកទៀតណារីម៉ាចាប់ផ្ដើមប្រមូលរៀបចំតុខណៈដែលឪពុកម្ដាយក្មេកក៏បានសម្លឹងមើលពីចម្ងាយកូនប្រសាយើងមានសមត្ថភាពមិនគួរណាម្លាក់ទុកនៅត្រឹមនេះទេមនុស្សមានសមត្ថភាពទោះនៅទីណាក៏គង់តែមានគេតាមស្គាល់ដែរ
ម៉ាក់វាឯងទុកចិត្តចុះកូនប្រសាយើងមិននៅត្រឹមនេះទេនាងអាចនឹងទៅបានឆ្ងាយជាងនេះទៅទៀត ខ្ញុំក៏គិតដូចប៉ាវាឯងដែរនាពេលជប់យន្តរីម៉ាកំពុងតែរាប់ប្រាក់ដែលលោកបាននៅក្នុងថ្ងៃនេះនីម៉ាត់ក៏បានពោលឡើង បើសិនជាអូនចង់បើកហាងធំជាងនេះបងអាចជួយបានណាមិនបាច់នៅត្រឹមតូបតូចមួយក្បែរផ្ទះនេះទេ ខ្ញុំចង់ចាប់ផ្ដើមពីការងារតូចតាចទៅមិនចង់វឹបឡើងធំពេកទេខ្ញុំខ្លាចផ្លត់ស្នេហ៍ ធ្វើតាមអូនចុះអញ្ចឹងបងនឹងគោរពតាមការសម្រេចចិត្តនេះជានិច្ច ចាលោកប្តីពីមួយថ្ងៃទៅមួយថ្ងៃតូបលក់អាហារតូចមួយនេះបានคล้ายទៅជាការពេញនិយមរបស់អ្នកញ៉ាំដែលបានមកញ៉ាំតាមគ្នាអ្នកខ្លះញ៉ាំឆ្ងាញ់ក៏បានថតបង្ហោះលើបណ្ដាញសង្គមកន្លែងលក់ដូរមួយនេះកាន់តែមានមនុស្សណែននាថ្ងៃនេះផងដែរមីងជីមបានមកពីស្រុកដើម្បីសួរសុខទុក្ខក្មួយដោយឃើញនាងល្បីពេញបណ្ដាញសង្គមតែម្ដងនៅក្នុងផ្ទះណែក្មួយមិញពេលនេះកាន់តែមានគេស្គាល់ច្រើនហើយតែក្មួយក៏ត្រូវប្រយ័ត្នផងដែរណាបើមានគេស្គាល់កាន់តែច្រើននោះយើងកាន់តែត្រូវរក្សាអ្វីដែលធ្លាប់ធ្វើឲ្យវានៅដូចដើមមិនត្រូវដកចេញឲ្យបរិមាណថយមកតិចឡើយណាមិញក៏បារម្ភអីខ្ញុំដាច់ខាតមកធ្វើបែបនោះទេខ្ញុំយល់អារម្មណ៍នោះដែលរបស់លោកមិនសូវមានមនុស្សគ្រប់គ្រងច្រើនបរិមាណច្រើនតែពេលដែលមានមនុស្សស្គាល់ច្រើននោះបរិមាណក៏ថយមកតិចខ្ញុំមិនធ្វើជាដាច់ខាតអើយមិញຕົកចិត្តលើក្មួយស្រីរបស់មិញណារីម៉ាបានចូលទៅក្នុងបន្ទប់នាងក៏បាននិយាយទៅកាន់ប្តីរបស់នាងអរគុណហើយណាបងដែលមើលថែខ្ញុំអត់ធ្មត់ជាមួយខ្ញុំនោះព្រមទាំងជួយបំពេញក្តីសម័យរបស់ខ្ញុំបើមិនមានគ្រួសារបងទេខ្ញុំប្រហែលជាមិនបានមកនៅទីក្រុងទេ ទាំងនោះគឺជាការខិតខំព្យាយាមរបស់អូនតាមិនមែនព្រោះតែបងនឹងគ្រួសារបងទេអូនត្រូវតែជឿជាក់លើខ្លួនឯងនោះគឺជាកត្តាសំខាន់មួយហើយបងនឹងតាមគាំទ្រអូនជានិច្ចជួយជ្រោមជ្រែងអូនមិនឲ្យអូនជួបការលំបាកនោះទេ ចេះអរគុណណាស់លោកប្តីមុខរបររបស់នាងចេះតែបានរីកចម្រើនទៅមុខឥតឈប់ឈរគ្រួសារខាងប្តីតែងតែឈរជ្រុំជ្រែងគ្រប់គ្រងមិនទៅណាឡើយប្តីប្រពន្ធអ្នកទាំងពីរក៏ចាប់ផ្ដើមយល់ចិត្តគ្នាជាងពីពេលកន្លងផងដែរសូមជូនរឿងកូនឆ្មាសខ្មៅនៅតាមដងផ្លូវនៅក្នុងភូមិមានដើមឈើជាច្រើនដុះតាមដងផ្លូវមកជាហូរហែដែលជាប្រភពផ្ដល់ជាម្លប់ដល់អ្នកដំណើរដែលធ្វើដំណើរហត់អាចសម្រាកនៅក្រៅម្លប់ឈើទាំងនោះបានដើម្បីយកកម្លាំងបន្តទៅមុខទៀតមេឃថ្ងៃនេះមិនក៏ក្តៅម្ល៉េះរកកន្លែងសម្រាកបន្តិចសិនអើយក្តៅណាស់បុប្ផាទូលកញ្ជើដើរមកផ្ទះវិញបន្ទាប់ពីលក់បន្លែនៅផ្សាររួចក្តៅណាស់ហូបបាយឲ្យហើយសិនចាំបន្តដំណើរទៅផ្ទះបុប្ផាដើរទៅសម្រាកនៅក្រោមដើមឈើមួយហូបបាយយកកម្លាំងសិនចាំបន្តដំណើរទៅមុខទៀតថ្ងៃនេះក្តៅម្ល៉េះបុប្ផាក៏ដកយកបាយទឹកពីក្នុងកញ្ជើដែលបានខ្ចប់មកពីផ្ទះកាលពីព្រឹកមកហូបកំពុងអង្គុយហូបបាយម្នាក់ឯងបុប្ផាក៏បានឮសំឡេងកូនឆ្មាយំនាងក៏ងាករកមើលឆ្មាមកពីណាយំយីកូនឆ្មានេះនៅតូចណាស់អ្នកណាចូលមកចាស់នៅទីនេះហើយចុះម៉ែវាតាណាហើយប្រហែលជាទៅរកចំណីមកឲ្យវាហើយបុប្ផានិយាយម្នាក់ឯងហើយក៏ដើរទៅយកបាយដែលខ្លួនហូបយកមកឲ្យឆ្មាពីក្បាលនោះស៊ីកូនឆ្មាតូចឯងនាំគ្នាស៊ីបាយនេះសិនទេម៉ែឯងមិនដឹងជាពេលណាមកវិញទេស៊ីឲ្យឆ្អែតសិនទេតម្រាំតែម៉ែពួកឯងត្រឡប់មកវិញបុប្ផាក៏ដាក់បាយឲ្យឆ្មានោះស៊ីហើយក៏នៅអង្គុយមើលពួកវាស៊ីរហូតដល់អស់ហើយក៏ដាក់ទឹកឲ្យពួកវាទៀតណែផឹកទឹកទេពេលឃើញថាឆ្មាទាំងពីរនេះស៊ីឆ្អែតហើយបុប្ផាក៏បាត់ហត់ល្មមនាងក៏ងើបបន្តដំណើរទៅផ្ទះវិញយើងទៅផ្ទះហើយពួកឯងហូបឆ្អែតហើយកុំយំទៀតប្រយ័ត្នមានមនុស្សលឺឬក៏ឆ្កែលឺវានឹងមកធ្វើបាបពួកឯងនិយាយហើយបុប្ផាក៏ងើបដើរចេញទៅតែឆ្មាទាំងពីរនោះក៏ដើរទៅតាមបុប្ផាដែរណែកុំមកតាមយើងប្រយ័ត្នម៉ែឯងមករកពួកឯងមិនឃើញបុប្ផាក៏ចាប់កូនឆ្មាពីក្បាលនោះទៅដាក់កន្លែងដើមវិញចាំម៉ែឯងនៅទីនេះហើយឯងមិនអាចទៅតាមយើងបានទេបើយើងយកពួកឯងទៅតាមម៉ែពួកឯងច្បាស់ជាមករកពួកឯងមិនឃើញឡើយ
បុប្ផាក៏ដើរចេញទៅតែឆ្មានោះក៏ទៅតាមបុប្ផាទៀតបុប្ផាក៏ចាប់ពួកវាយកមកទុកកន្លែងដើមវិញហេមិនក៏តាមខ្ញុំរហូតអញ្ចឹងខ្ញុំយកពួកឯងទៅតាមមិនបានទេខ្លាចពួកឯងត្រូវប្រត់ប្រាស់ពីម៉ែរបស់ពួកឯងបុប្ផានិយាយជាមួយកូនឆ្មាសុកសុកក៏ស្រាប់តែមានអ្នកតាមួយបង្ហាញខ្លួននៅចំពោះមុខនាងហាលោកតាជាអ្វីជាមនុស្សឬក៏ខ្មោចមិនក៏បង្ហាញខ្លួនឲ្យខ្ញុំឃើញកណ្ដាលថ្ងៃអញ្ចឹង យើងជាអ្នកតាថែរក្សាដើមឈើយើងបង្ហាញខ្លួនឲ្យឃើញនេះយើងមិនចង់បានអ្វីនោះទេគ្រាន់តែចង់មកប្រាប់ប៉ុណ្ណោះ ប្រាប់រឿងអី កូនឆ្មាសខ្មៅនេះជាកូនឆ្មារបស់យើងវាគ្មានមេទេដែលវាតាមចៅស្រីឯងគឺបានន័យថាពួកវាទទួលយកចៅស្រីជាម្ចាស់ហើយ បានអញ្ចឹងខ្ញុំយកវាទៅចិញ្ចឹមនៅផ្ទះខ្ញុំលោកតាមកប្រាប់តែប៉ុណ្្នឹងទេមែនទេលោកតា នៅមានទៀនចៅមានដឹងទេថាឆ្មានេះជាឆ្មាអ្វី ជាឆ្មាសខ្មៅឬក៏មានអីលើសពីនឹងទៀត មែនហើយកូនឆ្មាទាំងពីរនេះវាអាចដឹងពីហេតុការណ៍មុនបើវានៅជាមួយអ្នកណាវានឹងដឹងមុនគ្រប់រឿងដែលនឹងកើតឡើងចំពោះអ្នកដែលវានៅជាមួយនោះ ហើយចុះបើវាដឹងតើវាអាចប្រាប់មនុស្សបានយ៉ាងម៉េចបើវាមិនចេះនិយាយផង នៅពេលដែលឆ្មាសយំ3ដងគឺមានន័យថានឹងមានរឿងល្អកើតឡើងតែបើឆ្មាខ្មៅយំ3ដងនឹងមានរឿងអាក្រក់កើតឡើងដូច្នេះចៅត្រូវសង្កេតមើលហើយត្រូវត្រៀមខ្លួនទុកជាមុនណា ខ្ញុំមិននឹងអាចដឹងបានទេបើឆ្មាវាយំរហូតហ្នឹងពេលឃ្លានក៏វាយំតើឲ្យដឹងបានយ៉ាងម៉េចថាពេលណាដែលវាចង់ប្រាប់ខ្ញុំថាមានរឿងអ្វីកើតឡើង ឆ្មានេះពេលដែលវារើសម្ចាស់បានហើយវានឹងមិនយំផ្ដេសផ្ដាស់ដូចឆ្មាដទៃទៀតឡើយចៅកំភៃអីចៅត្រូវចាំនៅពេលដែលឆ្មាទាំងពីរនេះវាយំដំណាលគ្នានោះបានន័យថាវាអាចនឹងមានរឿងល្អផងអាក្រក់ផងរឿងនោះមានតែម្ចាស់វាទេដែលអាចសម្រេចបានថារឿងនោះល្អឬក៏អាក្រក់ ខ្ញុំដូចជាមិនយល់ទេ ងាយយល់ណាស់បើសិនជាសាងល្អនឹងមានរឿងល្អបើសិនជាសាងអាក្រក់ច្បាស់ជាទទួលផលអាក្រក់ និយាយហើយលោកតាដើមឈើក៏បាត់ខ្លួនទៅលោកតាកុំតាន់ទេខ្ញុំមិនតាន់អស់ចម្ងល់ទេបុប្ផាខំស្រែកហៅលោកតាដើមឈើតែលោកតាមិនបានតបអ្វីសោះហើយលោកតាប្រាប់ក៏មិនប្រាប់អីអស់ហើយឈប់ខ្វល់ហើយយកឆ្មានេះទៅផ្ទះសិននិយាយហើយបុប្ផាក៏យកឆ្មាទាំងពីរនោះដាក់ក្នុងកញ្ជើហើយដើរមកផ្ទះវិញនៅពេលដែលគេកំពុងដើរមកផ្ទះនោះក៏បានជួបជាមួយម៉ែកូនពីរនាក់ដែលតាមទើសបុប្ផាគ្រប់រឿងកូនធីរីកូនឯងមានបានឃើញអីអត់ខ្ញុំបានឃើញហើយម៉ែកូនឯងបានឃើញអីហាឃើញដូចម៉ែអត់និយាយមកមើលឃើញមនុស្សម្នាក់តាំងខ្លួនឯងជាមនុស្សចិត្តបុណ្យយកឆ្មាទៅចិញ្ចឹមសម្ដែងជាមនុស្សចិត្តល្អចូលចិត្តជួយគេតែក៏មើលខ្លួនឯងរកស៊ីមិនចង់បានផងតែចូលចិត្តជួយគេបើខ្ញុំវិញណាខ្ញុំមិនទៅជួយអ្នកណាទេមែនហើយជួយមនុស្សផងជួយសត្វផងក្រតែនឹងជួយគេនឹងឯងហើយយកសត្វទៅចិញ្ចឹមនេះមិនដឹងបានបុណ្យឬក៏បានបាបទេបើគ្មានអីឲ្យវាស៊ីផងបុប្ផាបានលឺម៉ែកូនពីរនាក់នោះនិយាយដៀមដាមឲ្យខ្លួនក៏ងាកមកតមាត់ជាមួយមីងថាឲ្យខ្ញុំមែនទេបើថាឲ្យខ្ញុំនិយាយចំមកទេមីងមិនបានថាឲ្យក្មួយឯងឯណាមិនក៏មានខ្លួនម្ល៉េះមីងថាឲ្យអ្នកខ្លាំងតើបើចង់និយាយពីខ្ញុំនិយាយឲ្យចំមកកុំដៀមដាមអញ្ចឹងមីងខ្លាចខ្ញុំមែនអ្នកណាខ្លាចនាងឯងបើខ្ញុំនិយាយឲ្យនាងមែនតើវាយ៉ាងម៉េចហ៎នាងឯងចង់យ៉ាងម៉េចចង់វាយគ្នាមែនខ្ញុំមិនវាយជាមួយមនុស្សបែបហ្នឹងទេព្រោះវាគ្មានបានអីទេវាយហើយក៏អ្នកទាំងពីរគ្មានចេះគិតអីជាងមុនដែរវាអត់ប្រយោជន៍ខ្ញុំគ្រាន់តែចង់តបទៅវិញថាខ្ញុំចង់ជួយអ្នកណាវាជារឿងរបស់ខ្ញុំ
មុននឹងខ្ញុំជួយខ្ញុំក៏មើលលើសមត្ថភាពខ្ញុំដែលខ្ញុំអាចជួយបានគឺមិនឲ្យលើសពីសមត្ថភាពខ្ញុំទេបើមាន10ខ្ញុំជួយ5 6ហើយរឿងសត្វនេះក៏អញ្ចឹងដែរឆ្មានេះវាមិនស៊ីអស់ប្រមាណទេអ្នកទាំងពីរគួរតែធ្វើបន់ខ្លះទេកុំឲ្យតែមានចិត្តដើរទៅគេគ្រប់រឿងរហូតពេកនិយាយជាមួយម៉ែកូនពីរអ្នកនេះហើយបុប្ផាក៏ដើរចេញទៅម៉ែនាងបុប្ផានោះវិឌាយើងម៉ែបានឮទេម៉ែបានឮហើយតែកូនឯងចង់យ៉ាងម៉េចបើវាដើរទៅបាត់ហើយនឹងអើយតាកុំតែខ្វល់ពីនាងបុប្ផាអីនឹងនាំគ្នាប្រញាប់ទៅផ្ទះទៅម៉ែឃ្លានបាយណាស់និយាយហើយមីងជាតិនិងធីរីក៏នាំគ្នាទៅផ្ទះវិញហើយមកដល់ផ្ទះហើយហត់ណាស់ទៅរកផឹកទឹកសិនបុប្ផាក៏ដាក់កូនឆ្មានិងកញ្ជើចុះហើយក៏ដើរទៅយកទឹកមកផឹករួចបុប្ផាក៏បានយកឆ្មាចេញពីកញ្ជើឲ្យវាដើរជុំវិញផ្ទះអេពួកឯងដើរលេងសិនតែកុំទៅក្រៅផ្ទះណាខ្ញុំទៅដាំបាយធ្វើម្ហូបសិននិយាយហើយបុប្ផាក៏ទៅធ្វើបាយម្ហូបធ្វើរួចហើយក៏ហូបបាយរួចក៏បន្តដាំដំណាំនៅជុំវិញផ្ទះនិងបេះបន្លែនៅជុំវិញផ្ទះទុកយកទៅលក់នៅថ្ងៃស្អែកឡើងថ្ងៃថ្មីមកដល់បុប្ផាដាក់បាយឲ្យឆ្មាស៊ីហើយក៏គិតចេញទៅលក់បន្លែតាមធម្មតាតែនៅពេលដែលដាក់បាយឲ្យឆ្មាហើយនាងក៏បានឮឆ្មាពណ៌ខ្មៅយំឆ្មាពណ៌ខ្មៅយំលោកតាថានឹងមានរឿងអាក្រក់កើតឡើងតាវាមានរឿងអ្វីទៅណោះបុប្ផាឈរអោបកញ្ជើគិតមួយសន្ទុះនាងក៏យកកញ្ជើដែលដាក់បន្លែនោះទុកទៅវិញហើយនិយាយលោកតាថាឆ្មាខ្មៅយំមានរឿងអាក្រក់ឲ្យខ្ញុំប្រយ័ត្នខ្លួនអញ្ចឹងថ្ងៃនេះកុំចេញទៅណាអីល្អជាងនៅផ្ទះនេះហើយខានទៅលក់មួយថ្ងៃក៏មិនអីដែរប្រយ័ត្នខ្លួនក៏ល្អដែរនិយាយហើយបុប្ផាក៏យកបន្លែដែលបំរុងយកទៅលក់នោះទុកវិញហើយក៏ធ្វើការក្នុងផ្ទះបានប្រហែលមួយសន្ទុះធំបុប្ផាក៏បានឃើញមីងជាតិនិងធីរីរត់កាត់មុខផ្ទះនាងទាំងស្លន់ស្លោធីរីរត់ឲ្យលឿនមកកូនប្រយ័ត្នវាតាមតាន់អើយកុំរត់លឿនពេកម៉ែចាំខ្ញុំផងបានហើយសម្រាប់សិនទៅនេះក៏ឆ្ងាយពីផ្សារដែរវាប្រហែលជាតាមមកមិនតាន់ទេបុប្ផាឃើញម៉ែកូនទាំងពីររត់ទាំងស្លន់ស្លោក៏ហៅអ្នកទាំងពីរនោះមកសួរមីងមានរឿងអីមែនមិនក៏ស្លន់ស្លោម្ល៉េះនាងបុប្ផាព្រឹកមិញនាងអត់ទៅលក់ទេមែនចាខ្ញុំអត់បានទៅទេនៅផ្សារមានរឿងអីមែនមីងអើយឲ្យយើងចូលទៅក្នុងផ្ទះផឹកទឹកសិនបានទេចាំយើងប្រាប់អើយរត់ហត់សង្ងប់ទៅហើយចាំមកសិនមកអញ្ចឹងមីងជាតិនិងធីរីក៏ចូលទៅអង្គុយលើគ្រែមុខផ្ទះបុប្ផាហើយបុប្ផាក៏យកទឹកមកឲ្យអ្នកទាំងពីរផឹករួចហើយមីងជាតិក៏និយាយអើយព្រឹកមិញមានពួកចៅមួយក្រុមធំវាមកប្លន់អ្នកនៅក្នុងផ្សារអ្នកណារត់រួចក៏រួចខ្លួនទៅអ្នកណារត់មិនរួចក៏ត្រូវពួកវាប្លន់អ្នកណាមិនព្រមឲ្យប្រាក់តាមស្រួលពួកចៅនោះវាសម្លាប់ចោលសំណាងហើយដែលម៉ែកូនខ្ញុំរត់លឿនកុំអីងាប់បាត់ហើយតែថាត្រីយើងចោលនៅផ្សារទាំងអស់យើងខាតហើយម៉ែអើយខាតតែត្រីវាមិនអីទេកុំឲ្យតែឯងនឹងយើងងាប់ទៅបានហើយនិយាយអញ្ចឹងមិនក៏ព្រឹកមិញឯងមិនទៅលក់ឬក៏ឯងជាបាក់ពួករបស់ចៅឯងបានដឹងមុនទេដឹងទៅមិនទៅលក់អត់ទេមីងគ្មានទេខ្ញុំតែបាក់ពួកចៅបានចាំមិញព្រឹកមិញខ្ញុំមិនស្រួលខ្លួនតែខ្ញុំមិនទៅហើយចុះគ្មានអ្នកណាមកបង្ក្រាបពួកចៅនោះទេមែនទេមានតែតម្រាំតែមកដល់ពួកចៅនោះវាលួចយកទៅអស់ហើយបើយើងបាត់ហត់ហើយយើងទៅផ្ទះវិញទៅឯម៉ែខ្ញុំមិនចង់នៅផ្ទះនេះយូរទេតោះម៉ែក៏មិនចង់នៅប្រហែលដែរតែមិញវាស្រេកទឹកឥឡូវយើងបាត់ស្រេកហើយក៏បាត់ហត់ហើយដែរតោះតើកូននិយាយហើយមីងជាតិនិងធីរីក៏ដើរចេញទៅវិញទាំងមិនលាឬក៏អរគុណម្ចាស់ផ្ទះអីបន្តិចឡើយចរិតម៉ែកូននេះនៅតែដដែលព្រឹកមិញបើសិនជាខ្ញុំទៅលក់មិនដឹងជាមានជីវិតមកវិញឬអត់ទេសំណាងហើយដែលមានពួកឯងផ្ដល់ដំណឹងឲ្យខ្ញុំដឹងមុនបុប្ផានិយាយហើយក៏ចាប់ឆ្មាទាំងពីរនោះយកមកអោបថើបទាំងសប្បាយចិន
ស្អែកឡើងបុប្ផាដាក់បាយឲ្យឆ្មាហើយក៏រៀបចេញទៅផ្សារតែនាងក៏ឮសំឡេងឆ្មាយំនាងក៏ងាកមកមើលក៏បានឃើញថាជាឆ្មាសដែលយំឆ្មាសយំមានន័យថាថ្ងៃនេះមានសំណាងហើយបុប្ផាក៏ចេញទៅផ្សារទាំងសប្បាយចិត្តមកដល់ផ្សារបុប្ផាក៏រៀបបន្លែដាក់លក់តាមធម្មតាឈរលក់បានបន្តិចក៏មានសេដ្ឋីមកពីណាមិនដឹងមករកទិញចេកនៅក្នុងផ្សារនេះតែគេដើររកទិញពេញផ្សារហើយគ្មានអ្នកណាមានលក់សោះក្រៅពីបុប្ផាសេដ្ឋីនោះក៏ទិញចេកពីបុប្ផាទាំងអស់ហើយឲ្យតម្លៃគុណនឹង10ម៉ែមិនក៏នាងបុប្ផាវាសំណាងម្លេះម្សិលមិញចៅចូលផ្សារវាមិនមកលក់ទេតែថ្ងៃនេះក៏មានសេដ្ឋីមកទិញចេកវាឲ្យតម្លៃគុណនឹង10ទៀតធារីនិងមីងជៀនដែលលក់ត្រីនៅក្បែរនោះបានឃើញហើយក៏នាំគ្នាលួចនិយាយដើមបុប្ផានិងធ្វើមុខមាំពេបមាត់ដាក់បុប្ផាម៉ែមិនដឹងបើសិនជាដឹងថាសេដ្ឋីនោះមកទិញចេកឲ្យតម្លៃថ្លៃអញ្ចឹងម៉ែទៅរកចេកយកមកលក់ដែរហើយអើយស្ដាយណាស់ម៉ែកូនទាំងពីរច្រណែននឹងបុប្ផាតែមិនអាចធ្វើអ្វីបានត្រឹមធ្វើមុខពេបដាក់បុប្ផាថ្ងៃនេះលក់អស់លឿនណាស់ខ្ញុំទៅផ្ទះមុនហើយណាមីងកុំធ្វើមុខអញ្ចឹងអីមុខមីងទោះមិននិយាយក៏គេដឹងដែរថាមីងច្នៃនឹងខ្ញុំកុំច្នៃអីខ្ញុំមិនបានទៅអូកគេឲ្យមកទិញខ្ញុំឯណាគេអ្នកមកទិញនឹងឲ្យតម្លៃខ្ពស់ដល់ខ្លួនឯងបើមីងចង់ខឹងទៅខាងសេដ្ឋីនោះទេដែលគេមិនទិញត្រីមីងនិយាយឌឺឲ្យមីងជាតិនឹងធារីហើយបុប្ផាក៏ដើរចេញទៅហើយក៏បានទិញយកសាច់ខ្លះសម្រាប់ឆ្មាទៅផ្ទះវិញផងដែរខ្ញុំមកផ្ទះវិញហើយកូនឆ្មាតូចថ្ងៃនេះខ្ញុំលក់បានចំណេញច្រើនណាស់ខ្ញុំក៏បានទិញសាច់យកមកធ្វើម្ហូបឆ្ងាញ់ឲ្យពួកឯងផងដែរពួកឯងចាំសិនទៅណាខ្ញុំទៅធ្វើបាយម្ហូបសិនមួយខែកន្លងផុតទៅតាំងពីបុប្ផាបានយកឆ្មាសខ្មៅនោះមកចិញ្ចឹមនាងតែងតែបានដឹងរឿងជាមុនរឿងល្អនិងរឿងអាក្រក់ដែលនឹងកើតឡើងហើយនាងក៏តែងតែបានគេចផុតពីរឿងអាក្រក់ផងដែរម៉ែគិតដូចខ្ញុំទេនាងបុប្ផាវាចម្លែកណាស់ឥឡូវវាតែងតែទទួលបានសំណាងប្លែកហើយវាតែងតែគេចផុតពីរឿងអាក្រក់រហូតម៉ែឆ្ងល់ដូចជាខ្ញុំទេម៉ែក៏ឆ្ងល់ដែរនាងបុប្ផាវាបានតែធ្វើស្អីបានជាវាគេចផុតពីរឿងអាក្រក់រហូតអញ្ចឹងវាចិញ្ចឹមខ្មោចទេដឹងម៉ែបានជាវាគេចផុតរហូតដូចជាមានអ្នកប្រាប់ឲ្យដឹងមុនម៉ែមិនដឹងនោះទេយើងទៅមើលវាទៅអីម៉ែចង់ដឹងណាថាវាមានចិញ្ចឹមខ្មោចឬអត់ឬក៏មានរបស់ល្អអ្វីបានជាវាគេចផុតគ្រោះរហូតអញ្ចឹងចាំស្អែកចាំយើងទៅលួចពួនមើលវាថាវាមានអ្វីជួយមែនឬអត់ម៉ែក៏ចង់ដឹងដែរនៅនងនេះស្អែកបេះយកទៅលក់បានហើយចាំងើបបេះពីព្រឹកវិញបានស្រស់ល្អបុប្ផាកំពុងមើលដំណាំនៅជុំវិញផ្ទះសុកឆ្មាសខ្មៅក៏ដើរមកជិតបុប្ផាហើយក៏យំដំណើរគ្នាឆ្មាទាំងពីរនេះយំដំណើរគ្នាបានន័យថាវាអាចនឹងមានរឿងអាក្រក់ផងរឿងល្អផងដូចនេះខ្ញុំត្រូវតែប្រយ័ត្នកុំចេញទៅក្រៅផ្ទះអីបុប្ផាក៏បន្តមើលដំណាំបន្តទៀតបន្តការងារបានបន្តិចនាងក៏ឈប់ព្រោះមានបរិសម្នាក់មានសភាពដូចជាអ្នកសុំទានមានសម្លៀកបំពាក់រជីរជីដើរចូលមកសុំទឹកនាងផឹងម្ចាស់ផ្ទះឲ្យខ្ញុំសុំហូបទឹកបន្តិចមកខ្ញុំស្រេកទឹកខ្លាំងណាស់បុប្ផាគិតបន្តិចថាគួរជួយឬអន់នាងខ្លាចថាបរិសនេះនឹងអាចធ្វើបាបនាងបរិសនេះអាចជាចៅប្លន់ក៏ថាបានលោកមកពីណាមិនក៏ស្រែកឃ្លានបែបនេះខ្ញុំត្រូវបានចោលប្លន់ពេលដែលកំពុងទៅធ្វើដំណើរមកភូមិនេះពេលនេះខ្ញុំស្រេកទឹកណាស់ខ្ញុំសុំអាហារនិងទឹកគេអស់ច្រើនផ្ទះណាស់មកហើយតែគ្មានអ្នកណាគេឲ្យខ្ញុំទេហើយថែមទាំងនាំគ្នាដេញខ្ញុំចាញ់និងវាយខ្ញុំទៀនគេខ្លាចខ្ញុំគ្រប់គ្នាសូមនាងជួយខ្ញុំផងទេហើយចុះលោកមកពីណាវិញមិនក៏ធ្វើដំណើរមកភូមិនេះខ្ញុំនៅឯភូមិមួយទៀតក្បែរភូមិនេះ
ដំបងខ្ញុំគិតតែចង់ដើរលេងតាមភូមិផ្សេងតែមិនទាន់បានមកដល់ភូមិនេះផងក៏ត្រូវបានពួកចៅប្លន់យកទ្រព្យអស់ពេលនេះខ្ញុំឃ្លានណាស់ខ្ញុំអត់អាហារ3ថ្ងៃឯទឹកខ្ញុំអាចរកផឹកតាមផ្លូវបានខ្លះសូមអ្នកនាងមេត្តាឲ្យទឹកខ្ញុំហូបផង បុប្ផាគិតបន្តិចថាគួរជួយឬអន់នាងមិនទាន់ឆ្លើយជាមួយបរិសនោះទេព្រោះខ្លាចមានគ្រោះថ្នាក់ ខ្ញុំសូមវរអ្នកនាងសូមអាណិតខ្ញុំផងទេពេលខ្ញុំមានកម្លាំងត្រឡប់ទៅផ្ទះវិញខ្ញុំនឹងសងគុណអ្នកនាងវិញ បុប្ផាគិតបន្តិចចុងក្រោយដោយអាណិតបរិសនោះពេកនាងក៏ព្រមជួយណាស់ហើយចាយ៉ាងម៉េចក៏យ៉ាងម៉េចទេមើលតែគេគួរអាណិតណាស់ជួយសិនហើយសំកិតទៀនបុប្ផាក៏ដើរទៅយកទឹកមកឲ្យបរិសនោះហូបលោកចូលមកអង្គុយលើគ្រែនេះសិនមកខ្ញុំរកបាយទឹកឲ្យហូបវិចិត្រក៏ដើរទៅអង្គុយលើគ្រែមុខផ្ទះរបស់បុប្ផានេះតាំងលោកហូបទឹកសិនទេបើមិនឆ្អែតខ្ញុំយកឲ្យថែមទៀតបុប្ផាក៏ហុចទឹកឲ្យវិចិត្រហូបវិចិត្រក៏ទទួលយកទឹកនោះមកហូបអស់ហើយក៏និយាយ ឲ្យខ្ញុំសុំទឹកថែមបន្តិចទៀតបានទេព្រោះខ្ញុំស្រេកខ្លាំងណាស់ មិនអីទេលោកអង្គុយចាំលើគ្រែនេះហើយចាំខ្ញុំទៅយកទឹកនិងបាយមកហូបយកមកឲ្យបុប្ផាក៏ដើរទៅយកបាយមកហូបនិងទឹកយកមកឲ្យវិចិត្រហូប ខ្ញុំអរគុណហើយខ្ញុំនឹងមិនភ្លេចគុណនេះទេពេលខ្ញុំត្រឡប់ទៅផ្ទះវិញខ្ញុំនឹងមកសងគុណអ្នកនាងវិញអ្នកនាងពិតជាមានចិត្តល្អណាស់អ្នកផ្សេងគេមិនហ៊ានឲ្យទឹកខ្ញុំផឹកផងតែអ្នកនាងពិតជាមានចិត្តជ្រះថ្លាណាស់ ដំបងខ្ញុំក៏មិនចង់ជួយដែរតែមិនដាច់ចិត្តឃើញលោកដូចជាស្រីឃ្លានពេកក៏ដាច់ចិត្តជួយទេបើមានរឿងអ្វីចាំដោះស្រាយតាមក្រោយ តែយ៉ាងណាក៏នៅតែមានចិត្តល្អជាងគេដែរ កុំអានិយាយអីឆាប់ហូបឲ្យឆ្អែតទេពេលហូបរួចលោកគិតតាណាទៀត ខ្ញុំនឹងត្រឡប់ទៅផ្ទះវិញ អញ្ចឹងចាំខ្ញុំទៅខ្ចប់បាយទឹកទុកឲ្យលោកហូបតាមផ្លូវកុំឲ្យឃ្លាន អរគុណច្រើនហើយ បុប្ផាក៏ទៅខ្ចប់បាយទឹកទុកឲ្យវិចិត្រយកទៅហូបតាមផ្លូវខ្ចប់រួចនាងក៏យកមកឲ្យវិចិត្រខ្ញុំមិនដឹងថាផ្ទះលោកទៅដល់ណាទេខ្ញុំបានត្រៀមបាយទឹកឲ្យលោកច្រើនគួរសមដែរមានត្រីឆ្អើរនិងផ្លែឈើខ្លះលោកអាចទុកហូបតាមផ្លូវបាន ខ្ញុំមិនដឹងจะត្រូវអរគុណយ៉ាងណាឲ្យសមទេពេលខ្ញុំទៅដល់ផ្ទះខ្ញុំនឹងត្រឡប់មកសងអ្នកនាងវិញ មិនអីទេមិនបាច់សងអីទេបើដល់ផ្ទះបានសុខហើយក៏មកវិញអីក្រែងបានជួបនឹងពួកចៅទៀតអ្នកទាំងពីរនៅនិយាយគ្នាលេងបានបន្តិចវិចិត្រក៏ហូបបាយហើយក៏លាបុប្ផាចេញទៅស្អែកឡើងបន្ទាប់ពីមកពីលក់ដូរនៅផ្សារហើយបុប្ផាក៏មកផ្ទះវិញហើយធ្វើការងារតាមធម្មតារីឯមីងជាតិនិងធីរីក៏មកពួនចាំមើលបុប្ផានៅក្បែរផ្ទះនាង ហត់ណាស់សម្រាប់បន្តិចសិនធ្វើការងារដាំដំណាំហត់ពេកបុប្ផាក៏មកអង្គុយសម្រាកនៅគ្រែកូនឆ្មាទាំងពីរក៏ដើរមកជិតបុប្ផានាងក៏លើកពួកវាយកមកអោបបានបន្តិចក៏មានអ្នកមករកបុប្ផាក៏ចេញទៅមើលក៏បានឃើញថាវិចិត្រជាបរិសដែលនាងបានឲ្យបាយហូបកាលពីម្សិលមិញតែថ្ងៃនេះវិចិត្រគេបានស្លៀកពាក់យ៉ាងសង្ហាលោកម្រងអ្នកណាដែរ ខ្ញុំមកសងគុណអ្នកនាងវិញខ្ញុំបាននិយាយប្រាប់ហើយតាថាបើសិនជាខ្ញុំបានទៅដល់ផ្ទះវិញខ្ញុំនឹងត្រឡប់មកសងគុណអ្នកនាងវិញម្សិលមិញពេលខ្ញុំធ្វើដំណើរទៅផ្ទះខ្ញុំក៏បានជួបអ្នកបម្រើខ្ញុំនៅតាមផ្លូវពួកគេបានយករទេះសេះមកតាមរកខ្ញុំព្រោះខ្ញុំបានអស់ជាច្រើនថ្ងៃខ្ញុំក៏បានជិះរទេះសេះទៅជាមួយពួកគេវិញទើបបានដល់ផ្ទះលឿនអញ្ចឹងហើយខ្ញុំក៏បញ្ញាប់មករកនាងវិញ វិចិត្រក៏បានដកយកមាសមួយស្បោងធំយកមកឲ្យបុប្ផានេះជាអ្វី នេះជាមាសដែលខ្ញុំយកមកសងគុណនាង មិនបាច់ទេនេះវាច្រើនពេកហើយខ្ញុំគ្រាន់តែឲ្យបាយទឹកលោកទេលោកកុំសងខ្ញុំវិញច្រើនចឹងអីលោកយកទុកខ្លួនឯងទៅលោកឲ្យខ្ញុំអស់អញ្ចឹងលោកបានអីទិញអីហោ នាងកុំបារម្ភអីខ្ញុំគឺជាកូនសេដ្ឋីដែលនៅក្បែរភូមិនេះខ្ញុំមានទ្រព្យចាយមិនអស់ទេនាងទទួលយកទៅព្រោះនាងជាមនុស្សល្អស័ក្តិសមនឹងទទួលវាហើយទាំងនេះគ្រាន់តែជារបស់ជួបមុខគ្នាទេខ្ញុំបានសុំពុកឲ្យចូលស្ដីទៅដឹងនាងហើយព្រោះខ្ញុំពេញចិត្តមនុស្សស្រី
ដែលមានសន្តានចិត្តល្អដូចជានាងណាស់នាងព្រមធ្វើជាប្រពន្ធខ្ញុំទេ អើមាសនេះខ្ញុំអាចទទួលយកបានតែរឿងស្ដីដណ្ដឹងខ្ញុំសុំគិតមើលសិនព្រោះយើងទៅតែស្គាល់គ្នាទេ អញ្ចឹងនាងគិតមើលសិនចុះខ្ញុំនឹងស្នាក់នៅក្នុងភូមិនេះសិនរហូតដល់នាងព្រមរៀបការជាមួយខ្ញុំ និយាយជាមួយបុប្ផាហើយវិចិត្រក៏ដើរចេញទៅឯបុប្ផាក៏លើកឆ្មាពីក្បាលនោះយកមកអោបហើយនិយាយពួកឯងនេះពិតជានាំសំណាងឲ្យខ្ញុំច្រើនណាស់ឯងជួយឲ្យខ្ញុំកិច្ចផុតពីរឿងអាក្រក់នានាឯងពិតជាទ្រព្យដ៏មានតម្លៃរបស់ខ្ញុំហើយកូនឆ្មាតូចមីងជាតិនិងធីរីដែលពូននៅគុំស្មៅក្បែរផ្ទះបុប្ផាក៏បានឮបុប្ផានិយាយហើយអ្នកទាំងពីរក៏និយាយគ្នាម៉ែបានឮទេវាថាឆ្មាសខ្មៅនោះហើយដែលនាំសំណាងឲ្យវាអើម៉ែឮហើយម៉ែខ្ញុំចង់បានប្តីជាសេដ្ឋីដែរអញ្ចឹងយើងត្រូវលួចឆ្មានាំសំណាងនោះយកមកទុកនៅផ្ទះយើងឆ្មានោះប្រហែលជាឆ្មាដែលយំហៅលៀបចូលផ្ទះហើយចាំស្អែកចាំយើងរកវិធីយកឆ្មានេះទៅផ្ទះយើងឲ្យឆ្មាពីក្បាលនេះវាយំហៅលៀបចូលផ្ទះយើងគិតគ្នាហើយមីងជាតិនិងធីរីក៏នាំគ្នាត្រឡប់ទៅផ្ទះវិញស្អែកឡើងថ្ងៃថ្មីមកដល់មីងជាតិនិងធីរីក៏នាំគ្នាមកផ្ទះបុប្ផាដើម្បីលួចយកឆ្មាបុប្ផានៅផ្ទះអត់នឹងបុប្ផានៅក្រៅផ្ទះឮគេស្រែកហៅក៏ដើរមកមើលនៅមុខផ្ទះមីងជាតិមករកអីមែនមីងមករកទិញដំណងចម្លែកម្លេះរដងតែផ្ទះខ្ញុំមីងមិនចង់ចូលផងថ្ងៃនេះគិតអីបានជិះមកទិញដំណងនៅផ្ទះខ្ញុំគ្មានអីទេមីងឃើញដំណងក្មួយល្អអើយក្មួយកុំនិយាយអញ្ចឹងមើលមីងមានដែរស្អប់ក្មួយពីពេលណាមកក្មួយកុំគិតថាមីងស្អប់ក្មួយអីហើយចោះមីងចង់ទិញប្រមាណផ្លែមីងចង់ទៅមើលសិនបើមានអាល្អច្រើនមីងនឹងទិញច្រើនឯងនាំមីងទៅមើលបន្តិចសិនទៅអញ្ចឹងក៏បានមីងមកតាមខ្ញុំមកខ្ញុំដាំនៅក្រៅផ្ទះម៉ែទៅខ្ញុំមិនទៅទេខ្ញុំនៅចាំនៅផ្ទះនេះតោះបុប្ផាជូនមីងទៅម្នាក់ឯងបានហើយឲ្យធីរីនឹងអង្គុយចាំនៅមុខផ្ទះនេះហើយបុប្ផាក៏នាំមីងជាតិទៅបេះផ្លែននោងនៅក្រៅផ្ទះឯធីរីបានឱកាសល្អក៏ចូលទៅលួចលបយកឆ្មាហើយរត់ទៅផ្ទះខ្លួនបាត់ទៅមីងជាតិនិងបុប្ផាបេះននោងរួចក៏មកវិញមិនបានឃើញធីរីបុប្ផាក៏ឆ្ងល់ហើយកូនមីងទៅណាបាត់ហើយប្រហែលជាវាទៅផ្ទះមុនហើយទៅដឹងមិនចឹងមីងទៅដែរហើយណាមីងជាតិក៏ចេញទៅយ៉ាងលឿនបាត់ទៅពីអ្នកម៉ែកូននេះដូចជាចម្លែកដល់ហើយរអ៊ូម្នាក់ឯងហើយបុប្ផាក៏បន្តការងារមើលថែទាំដំណាំតទៅទៀតរហូតដល់ល្ងាចទើបនឹកឃើញទៅដាក់បាយឲ្យឆ្មាតែក៏បាត់ឆ្មារកមិនឃើញនាងក៏ស្រែកយំកូនឆ្មាឯងនៅណាចេញមកឯងទៅណាបាត់ហើយតើឲ្យយើងទៅរកឯងនៅណាទៅបុប្ផាស្រែកយំយ៉ាងលឺដើររកឆ្មាជុំវិញផ្ទះគ្រប់កន្លែងនាងនៅតែរកមិនឃើញបានត្រឹមអង្គុយយំភ្លាមនោះលោកតាដើមឈើក៏បង្ហាញខ្លួន ចៅយំរឿងអីមិនក៏យំខ្លាំងម្ល៉េះ លោកតាជួយខ្ញុំផងកូនឆ្មាដែលលោកតាឲ្យខ្ញុំនោះវាបាត់តាណាក៏មិនដឹងទេខ្ញុំរកវាមិនឃើញសោះ កុំយំអីវាមិនកើតអីទេចៅឯងនឹងឆ្មានោះអស់និស្ស័យនឹងគ្នាហើយចៅក៏ផុតគ្រោះអស់ហើយដែរបើចៅអស់គ្រោះហើយឆ្មានោះក៏មិនដឹងនៅជាមួយចៅធ្វើអីទៀតដែរមិនអញ្ចឹងតែខ្ញុំចង់ឲ្យវានៅជាមួយខ្ញុំតទៅទៀតឆ្មានោះមកនៅជាមួយចៅព្រោះថាចង់ជួយមនុស្សដែលមានចិត្តល្អដូចជាចៅឲ្យផុតគ្រោះពេលចៅផុតគ្រោះអស់ហើយវាក៏អស់តួនាទីដែរអញ្ចឹងពេលនេះវានៅឯណាវាបានទៅនៅជាមួយនឹងម្ចាស់ថ្មីហើយអ្នកដែលយកឆ្មានោះទៅក៏មិនប្រកាសថាមានរឿងល្អទាំងអស់គ្នាដែរគឺវាសម្រេចទៅលើទង្វើ
បើសាងអាក្រក់បានអាក្រក់ដូចចៅសាងល្អនឹងបានផលល្អចៅគួរតែឆាប់រៀបការជាមួយកូនសេដ្ឋីនោះទៅណាព្រោះគេជាមនុស្សល្អអាចជួយចៅបានហើយអ្នកទាំងពីរក៏មាននិស្ស័យនឹងគ្នាដែរតាមកប្រាប់តែប៉ុណ្្នឹងទេ និយាយហើយលោកតាដើមឈើក៏បាត់ខ្លួនបាត់ទៅរីឯបុប្ផាក៏កាត់ចិត្តរឿងកូនឆ្មាហើយក៏ងូតទឹកហូបបាយហើយក៏ចូលទៅសម្រាកបាត់ទៅស្អែកឡើងបន្ទាប់ពីយកឆ្មាសខ្មៅនោះមកផ្ទះហើយពីរអ្នកម្ដាយកូនមិននាំគ្នាទៅលក់ដូរទេនាំគ្នាអង្គុយចាំមើលឆ្មាយំម៉ែមិនក៏ឆ្មានេះវាមិនយំអញ្ចឹងម៉ែមិនដឹងទៅប្រហែលជាលៀបមិនទាន់មកដល់ទេដឹងមិនក៏យូរម្លេះប្តីសេដ្ឋីរបស់ខ្ញុំដឹងកាលណាមកទេយូរដល់ហើយអើយមកពីវាឃ្លានបាយទេដឹងបានជាវាមិនជុំអញ្ចឹងកូនឯងទៅយកបាយយកមកឲ្យវាស៊ីបន្តិចមកធារីក៏ទៅយកបាយយកមកដាក់ឲ្យឆ្មានោះស៊ីឆ្មាទាំងពីរស៊ីឆ្អែតហើយក៏នៅតែមិនយំទៀតហើយមើលទៅវាយំមកអត់ថ្ងៃហ្នឹងរអ៊ូបានបន្តិចឆ្មាទាំងពីរក៏បានយំដំណើរគ្នាម៉ែហាងវាយំហើយវាយំទាំងពីរអញ្ចឹងច្បាស់ជាលេបធំហើយម៉ែល្អណាស់ច្បាស់ជាមានលេបធំហើយយំទាំងពីរក្បាលអញ្ចឹងអ្នកទាំងពីរអង្គុយចាំបន្តិចក៏មានអ្នកមកស្រែកនៅមុខផ្ទះអើយម៉ែប្តីសេដ្ឋីរបស់ខ្ញុំមកហើយអូយឆាប់ទៅកូនទៅទទួលទៅកូនអ្នកទាំងពីរចេញទៅទាំងត្រេកអរតែមកដល់ក៏បានជួបអ្នកស្រែកហៅហើយក៏អស់សង្ឃឹមហើយក៏ខឹងភ្លាមព្រោះអ្នកដែលបានជួបនោះជាតាចាស់ម្នាក់មានរូបរាងដូចអ្នកសំទានរយាករយាក្លិនស្អុយតាចំណាស់នេះគឺជាបិសាចចចកដែលបានក្រឡាខ្លួនមកដើម្បីសាកចិត្តមនុស្សបើអ្នកណាធ្វើល្អដាក់គេនឹងជូនមាសពេជ្រយ៉ាងច្រើន អ្នកទាំងពីរខ្ញុំសូមបាយហូបបន្តិចមកខ្ញុំឃ្លានណាស់ខ្ញុំអត់បាយជាច្រើនថ្ងៃមកហើយ អូយណែតាទៅឲ្យឆ្ងាយពីផ្ទះខ្ញុំទៅអូយនៅមកសុំស្អីខ្ញុំគ្មានបាយឲ្យតាទេចេញទៅ ខ្ញុំសុំបាយហូបតាមបន្តិចក៏បានដែរព្រោះខ្ញុំពិតជាឃ្លានខ្លាំងណាស់ និយាយមិនចេះស្ដាប់គ្នាទេមែនខ្ញុំថាឲ្យខ្ញុំគ្មានទេចេញទៅកុំមកឈោមុខផ្ទះខ្ញុំបន្តិចទៀតណាមានសេដ្ឋីមកដណ្ដឹងខ្ញុំហើយចេញទៅកុំនៅឲ្យទៅមក ខ្ញុំសុំទឹកហូបបន្តិចក៏បានបើអ្នកជួយខ្ញុំនឹងសងគុណអ្នកវិញ ណែតាបើថាអាចសងគុណខ្ញុំបានអញ្ចឹងរកអីហូបខ្លួនឯងទៅកុំមកសុំខ្ញុំធ្វើស្អីចេញទៅបិសាចចចក៏ដើរទៅជិតហើយចាប់ដៃធារីសុំបាយហូបអូយដកដៃចេញតាអើយតាឯងស្អុយណាស់អូយនិយាយហើយធារីក៏រុញតាចាស់នោះដួលអើយចេញទៅខ្ញុំមិនឲ្យតាឯងស៊ីទេបើមានបាយណាខ្ញុំទុកឲ្យឆ្កែឆ្មាស៊ីវិញ បើអ្នកទាំងពីរជួយខ្ញុំនឹងសងគុណអ្នកវិញយ៉ាងសាកសមតែបើអ្នកធ្វើអាក្រក់ដាក់ខ្ញុំអ្នកក៏នឹងទទួលបានបាបយ៉ាងសាកសមដែរ តាឯងមានអីមកសងខ្ញុំហើយបើខ្ញុំមិនជួយតាឯងតាឯងចង់ធ្វើអីខ្ញុំមិនត្រឹមតែមិនជួយទេខ្ញុំនឹងវាយតាឯងទៀតកុំឲ្យមកនិយាយស្ដីឌឺដងជាមួយនឹងខ្ញុំមីងជាតិនិងធារីក៏នាំគ្នាវាយទាត់ធាក់បិសាចចចកដែលក្រឡាខ្លួនជាតាចាស់នោះយ៉ាងចាស់ដៃមិនហើយឥឡូវនេះខ្ញុំមិនត្រឹមតែមិនជួយតាឯងទេខ្ញុំថែមទាំងវាយតាឯងទៀតតាឯងធ្វើស្អីខ្ញុំបានហ៎ចង់វាយខ្ញុំមិនមែនងើបមកភ្លាមនោះតាចាស់ដែលដេកដួលនៅលើដីក៏បានក្រឡាខ្លួនជាបិសាចចចកឯមីងជាតិនិងធារីឃើញដូចនេះក៏ភ័យណាស់ ខ្ញុំនឹងឲ្យអ្នកទាំងពីរទទួលរងនូវផលដែលអ្នកបានសាង អូយកុំអីហើយកុំអីចាំខ្ញុំយកបាយមកឲ្យហូបដោះលែងពួកខ្ញុំទៅ ហួសពេលហើយអ្នកទាំងពីរជាមនុស្សមានចិត្តបាបសាងតែអំពើអាក្រក់ដូចនេះត្រូវតែទទួលផលអាក្រក់នោះវិញ បិសាចចចក៏ទៅខំសម្លាប់មីងជាតិនិងធារីស្លាប់បាត់អស់ហើយក៏ចេញទៅបាត់ទៅពេលបិសាចចចចេញទៅលោកតាដើមឈើក៏បង្ហាញខ្លួន នេះជាអ្វីដែលអ្នកបានសាង
ដូចនេះទទួលយកវាទៅ លោកតាដើមឈើក៏យកកូនឆ្មាគាត់យកមកកាន់ហើយនិយាយ តោះទៅនៅជាមួយតាវិញណាកូនឆ្មាតូចពួកឯងអស់តួនាទីហើយ និយាយហើយលោកតាក៏បាត់ខ្លួនទៅជាមួយនឹងកូនឆ្មាសខ្មៅវិចិត្រមកផ្ទះបុប្ផាម្ដងទៀតដើម្បីសួររឿងស្ដីដណ្ដឹង នាងគិតយ៉ាងណាដែរតើព្រមទេខ្ញុំសន្យាថានឹងមើលថែនាងឲ្យបានល្អ តែខ្ញុំជាអ្នកក្រខ្សត់អញ្ចឹងតើឪពុកលោកព្រមទទួលយកខ្ញុំដែរទេ ពុកខ្ញុំគាត់ជាមនុស្សល្អណាស់គាត់មានចិត្តល្អដូចជានាងអញ្ចឹងចូលចិត្តជួយគេណាស់គាត់មិនបានប្រកាន់អ្វីទេរឿងទ្រព្យសម្បត្តិនោះសំខាន់ឲ្យតែនាងមានសន្តានចិត្តល្អទៅគឺបានហើយ បើពិតដូចជាលោកនិយាយមែនអញ្ចឹងខ្ញុំព្រមហើយ ខ្ញុំមិនធ្វើឲ្យនាងខកចិត្តទេអញ្ចឹងយើងនាំគ្នាទៅផ្ទះខ្ញុំទៅណាទៅជួបមុខឪពុកម្ដាយខ្ញុំហើយយើងនឹងរៀបការជាមួយគ្នា និយាយសម្រាប់សម្រួលគ្នាហើយបុប្ផានិងវិចិត្រក៏នាំគ្នាទៅជួបចាស់ទុំហើយក៏បានរៀបការរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខ